បាទលោកអ្នកកណ្ដាលលោកខុននូសិហាប្លុកបញ្ចាចាប់ផ្ដើមការប្រកួតវគ្គទី1ឱកាសកន្លែងនេះការតត់ឆ្វេងរបស់ Midland ហើយក៏ជួយបានពីអ្នកចាំទីតត់ស្ដាំកន្លែងនេះក៏ជះបានពីឈាមសំណាងផងដែរបាទឈាមសំណាងសង្គ្រោះបានម្ដងហើយម្ដងទៀតឱកាសទៅកន្លែងនេះក្របបាល់ពីការលើកមកក៏តើតបញ្ចូលទីឱកាសទៅកន្លែងនេះបាទ Andre Neto បាទ Neto ក៏បញ្ជូនមកឲ្យ Makelo លើកមកសំកាំងមកពីក្រោយពី Maxim Branon ក៏មួយក្បាលបានយ៉ាងស្អាតតែម្ដងបាទប៉ាំងភ្លឹបអូហូយយើងឃើញថាអង្គរ Tiger រកបានក្របបាល់តាមពីក្រោយពីកន្លែងនេះគឺ Midland បញ្ជូនឲ្យ Makurita ជះផ្លាជើងស្ដាំស្អាតណាស់បាទកន្លែងនេះបាទយើងមើល Midland បញ្ជូនមកទាត់ស្ដាំអូហូយបាទបំប៉ោងសំណាញ់ទីតែម្ដងបាទគឺស្អាតមែនតើមកមួយគ្រាប់នេះបាទគឺបាទ2ទល់នឹង0យើងឃើញតាមពីក្រោយដោយ Makurita គឺ1ទៅនឹង2កន្លែងនេះគ្រាប់បាល់តាមស្មើបាទយើងឃើញថាលើកទៅហើយក៏បញ្ចូលទីបានយ៉ាងល្អបាទពីការលើករបស់បាទតាការៈម៉ាស៊ូតានីមិនប៉ះអ្នកណាទេហើយក៏បាល់បញ្ចូលទីតែម្ដងបាទ2ទល់នឹង2បាទពីការលើកបានយ៉ាងស្អាតរបស់តាការៈម៉ាស៊ូតានីបាល់កោងចូលទីតែម្ដងឱកាសទៅកន្លែងនេះមុនបញ្ចប់វគ្គទី1អង្គរ Tiger ក៏រកបានគ្រាប់បាល់នាំមុខ3ទៅនឹង2ពីការទាត់បញ្ចូលទីរបស់ Gaito Marcos Renovis Midland បាទទាត់ស្ដាំផុតបាទអ្នកចាំទីជាសំណាងហើយក៏រកបានគ្រាប់បាល់តែម្ដងបាទ3ទៅនឹង2មុនបញ្ចប់ការប្រកួតវគ្គទី1បាទធ្វើបានល្អមែនទែនសម្រាប់អង្គរ Tiger បាទចូលមកដល់វគ្គទី2កន្លែងនេះហើយគ្រាប់បាល់ដ៏អស្ចារ្យរបស់ Max Kurita អូហូយទាត់បាល់ធ្លាក់ស្អាតណាស់បាទកន្លែងនេះមកមួយជើងច្បាស់ណាមកមួយជើងស្ដាំនេះធ្លាក់បាទបញ្ចូលទីបានយ៉ាងស្អាតតែម្ដងមកគ្រូតាអូហូយបាទមួយគ្រាប់បានយ៉ាងល្អបាទជាគ្រាប់បាល់ទី2របស់គេនៅក្នុងការប្រកួតថ្ងៃនេះហើយឱកាសទៅកន្លែងនេះបាទ Midland បាទទាញស្អាតណាស់បាទវាយកែងឲ្យតមករាហើយមករាក៏កាត់បាល់ចូលមកខាងក្នុងជះបាល់មកវិញពីជាមសំណាងឱកាសទៅម្ដងទៀតពី Midland កន្លែងនេះបាទទាញហើយក៏តត់ស្ដាំជះបាល់បានជាថ្មីបាទពីជាមសំណាង Maxi Branon តត់ស្ដាំក៏ជួយបានបាទពី Tin Raza មួយជើងស្ដាំបន្ថែមពី Moses Dyer ក៏ជួយបានដូចគ្នាកន្លែងនេះកឹបចុះកឹបឡើងពីបង Jamal រុញឲ្យ On Chan Polin រុញឲ្យ Moses Dyer កាត់បាល់មកទះស្ដាំបំប៉ោងសំណាញ់ទីតែម្ដងពី Maxim Branon កីឡាករសញ្ជាតិអ៊ុយក្រែនអូហូយតាមពីក្រោយ4ទល់នឹង3កន្លែងនេះការទាត់ពីលីសូសៀទាត់ជើងស្ដាំក៏ជួយបានបាទពីជាមសំណាងសាជាថ្មីបាទពីការជះរបស់ជាមសំណាងចុងម៉ោងទៅហើយកន្លែងនេះសាទីលើកបាល់ចូលមកខាងក្នុងហើយក៏តើតបាទចេញទៅខាងក្រៅបាទកន្លែងនេះបាទកន្លែងដែលមានបញ្ហារបួសរបស់បាទកីឡាករសុគ្រីសូហ្វាន់បាទសូហ្វាន់បាទយើងឃើញថាបាទមានបញ្ហារបួសកន្លែងនេះហើយអូហូយបាទលោតទៅក៏បុកបាទលោកកញ្ញាកណ្ដាលលោកខុននូសាក៏ផ្លុំបញ្ចប់ការប្រកួតទាំងស្រុងតែម្ដង